បងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់បានឃើញវីដេអូអ៊ុំស្រីដែលគាត់ហាលសបកតេរនៅមុខផ្ទះហើយមានគេឈប់ឡាននៅមុខនឹងអីគាត់ជេរគេអីចឹងទៅណាហើយមានអ្នកយកមកត្រូលយកមកថតជាសាច់រឿងកំ pl ែងឬក៏ធ្វើជារូបភាពកំ pl ែងអីទាំងអស់ហ្នឹងពេលដែលខ្ញុំឃើញទាំងអស់ហ្នឹងគឺខ្ញុំគិតថាវាជាសិទ្ធិរបស់អ្នកទាំងអស់គ្នាចង់ធ្វើមិនក៏បានចឹងណាខ្ញុំនិយាយនេះក៏ខ្ញុំអត់គ្រប់គ្រងអ៊ុំស្រីដែលគាត់មានចិត្តចង្អៀតឬថាគ្រាន់តែគេចតនៅមុខផ្ទះគាត់តែបន្តិចបន្តួចចឹងក៏គាត់ជេរគេអីចឹងទៅរឿងនៅក្នុងសង្គមយើងសប្តាហ៍ថ្ងៃគឺវាបែបហ្នឹងមែនមិនថាតែអ៊ុំស្រីទេវាមានច្រើនមកទៀតសូម្បីតែអ្នកខ្លះលក់នៅផ្សារជាប់គ្នាហ្នឹងគ្រាន់តែយើងចូលសួរកន្លែងផ្សេងហើយយើងអត់ទិញយើងមកទិញកន្លែងជាប់គាត់ហ្នឹងក៏អត់បានដែរគឺគាត់អាចនឹងជេរយើងពីក្រោយឬក៏ជួនកាលអាម៉ូតូឡានដែលយើងចតនៅមុខហាងគាត់ហ្នឹងក៏គាត់អត់ឲ្យចតដែរឬក៏អ្នកខ្លះទៀតយកអំបិលយកទឹកយកអីមកសាចដើម្បីឲ្យថាដេញយើងបំបត្តិចង្រៃអីចឹងណាដោយសារយើងទៅទិញកន្លែងដែលជាប់ហ្នឹងយើងអត់ទិញកន្លែងគាត់ហើយរឿងទាំងអស់ហ្នឹងខ្ញុំគិតថាវាគឺជាចរិតរបស់បុគ្គលមួយឯងហើយដោយករណីអ៊ុំស្រីអញ្ចឹងគាត់ចរិតគាត់គឺអញ្ចឹងប៉ុន្តែបើសិនជាយើងមើលឲ្យដល់ខ្ញុំមានអារម្មណ៍ថាខ្ញុំអាណិតគាត់វិញដូចថាគាត់ចិត្តចង្អៀតគាត់អីអញ្ចឹងហើយវាធ្វើឲ្យមនុស្សនៅជុំវិញខ្លួនគាត់អត់ស្រឡាញ់ចូលចិត្តគាត់ហើយនៅពេលដែលយើងអ្នកខ្លះទៅជេរជាមួយគាត់អីចឹងហើយថតផុសអីចឹងទៅវាធ្វើឲ្យមានអ្នកជេរគាត់ឬក៏ស្អប់គាត់កាន់តែខ្លាំងហើយអាវីដេអូទាំងអស់ហ្នឹងវា viral ខ្លាំងអញ្ចឹងណាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតមើលថាបើសិនជាយើងជាកូនគាត់ហើយយើងឃើញវីដេអូម្ដាយយើងត្រូវគេបូលីត្រូវគេសើចត្រូវគេជេរតាមបណ្ដាញសង្គមតើយើងមានអារម្មណ៍បែបណាហើយសួរថាក្នុងនាមយើងជាកូនណាតើយើងអាចទៅនិយាយអីជាមួយម្ដាយយើងពីបញ្ហាហ្នឹងបានអត់យើងទៅបដៅគាត់ឬក៏យើងទៅប្រាប់គាត់ថាងឲ្យបន្ថយអីអញ្ចេះចរិតគាត់យើងមិនអាចកែបានទេហើយគាត់ជាម្ដាយយើងទៀតវាពិបាកនៅក្នុងការនិយាយព្រោះអីចរិតមនុស្សវាខុសៗគ្នាសូម្បីតែខ្ញុំក៏មានម្ដាយអ្នកទាំងអស់គ្នាក៏មានម្ដាយពេលខ្លះម្ដាយយើងណាក៏យើងអត់អាចនឹងត្រូវទៅតម្រែតម្រង់គាត់ឬក៏ទៅបដៅគាត់បានដែរវាជាចរិតរបស់គាត់យើងគ្រាន់តែអាចប្រាប់ពីហេតុផលផ្សេងអីចឹងដែលយើងអាចនិយាយបានប៉ុន្តែគ្រាន់ថាពេលខ្លះយើងមិនអាចនឹងក្នុងការពុតចរិតមនុស្សបានទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាមុននឹងបញ្ចេញមតិឬក៏មុននឹងខឹងស្អប់គាត់អីហ្នឹងយើងអាចគិតមកពីចំណុចអារម្មណ៍របស់គាត់ចរិតរបស់គាត់អញ្ចឹងហើយបើយើងប្រកាន់ទៀតក៏យើងមិនដឹងថាត្រូវប្រកាន់បែបម៉េចដោយសារគាត់អញ្ចឹងមានអ្នកខ្លះទៀតក៏ព្យាយាមជិះទៅរកគាត់ព្យាយាមជិះកាត់មុខផ្ទះគាត់អីថតវីដេអូអីបង្ហោះអីចឹងខ្ញុំមានអារម្មណ៍ថាវាអត់ល្អទេអ្នកខ្លះសុកចិត្តជិះពីឆ្ងាយដើម្បីទៅដល់ចតមុខផ្ទះគាត់ដើម្បីខៃលោគាត់ចេញមកឆ្លោះទៅបានថតវីដេអូផុសអីចឹងអាចចំណុចហ្នឹងគឺកាន់តែមិនល្អអ្នកទាំងអស់គ្នាកុំធ្វើអញ្ចឹងអីចរិតគាត់មិនល្អយើងទុកឲ្យគាត់រស់នៅបែបគាត់ទៅហើយយើងក៏រក្សាភាពថ្លៃថ្នូររបស់យើងដែលរស់នៅក្នុងសង្គមកុំឲ្យអាវីដេអូដែលមិនល្អជេរគ្នាអីហ្នឹងនៅក្នុងបណ្ដាញសង្គមព្រោះអីក្មេងៗជាច្រើនដែលមើលបណ្ដាញសង្គមនឹងក្មេងៗទាំងអស់ហ្នឹងគឺនឹងធ្វើតាមបើសិនជាយើងចេះតែបង្ហាញអាវីដេអូទាំងអស់ហ្នឹងអញ្ចឹងវីដេអូរបស់ខ្ញុំគឺអត់មានអីច្រើនទេគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាយល់ពីចំណុចហ្នឹងហើយយើងព្យាយាមកាត់បន្ថយទៅហើយយើងព្យាយាមរស់នៅឲ្យសន្តិភាពទាំងអស់គ្នាបើយើងមិនទៅរកគាត់ក៏គាត់មិនជេរយើងដែរអញ្ចឹងបើយើងដឹងថាចរិតមនុស្សហ្នឹងអញ្ចឹងហើយអូខេអរគុណច្រើនអ្នកទាំងអស់គ្នាយើងជួបគ្នានៅវីដេអូក្រោយទៀត